ជំរាបសួរនេះគឺជាគម្រោងមូលដ្ឋានឬ basic plan នៅលើគម្រោងនេះគឺត្រូវបានបង្កើតឡើងសម្រាប់គ្រួសារដែលមានបំណងចង់គ្រប់គ្រងបែបលក្ខណៈសាមញ្ញហើយអាចទុកចិត្តបានណាជាមួយនឹងគម្រោងនេះគឺលោកអ្នកអាចការពារឧបករណ៍បានចំនួន1គឺឧបករណ៍របស់កូនហើយសម្រាប់ឪពុកម្ដាយគឺប្រើនៅក្នុងករណីរួមគ្នាគឺមានន័យថាលោកអ្នកអាចប្រើលើឧបករណ៍បានចំនួន3ហើយក៏មានមុខងារចាក់សោដោះសោភ្លាមនៅពេលណាដែលលោកអ្នកត្រូវការផងដែរនៅនោះក៏មានមុខងារការទប់ស្កាត់ការប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ទដៃដោយកំណត់តាមកាលវិភាគផងដែរដើម្បីឲ្យទូរស័ព្ទកូនរបស់លោកអ្នកនឹងធ្វើតាមទម្លាប់វាដោយស្វ័យប្រវត្តិបានថែមលើពីហ្នឹងនៅលើគម្រោងនេះក៏មានមុខងាររបាយការណ៍នៃការប្រើប្រាស់ដែលបង្ហាញអំពីទិន្នន័យនិងរយៈពេលហើយនឹងកម្មវិធីណាដែលកូនរបស់លោកអ្នកប្រើផងដែរលោកអ្នកក៏បានទទួលនៅការជូនដំណឹងនៅពេលណាដែលកូនរបស់លោកអ្នកប្រើកម្មវិធីដែលលោកអ្នកមិនចង់ឲ្យពួកគេប្រើឬក៏តាមកម្មវិធីដែលលោកអ្នកកំពុងតែតាមដាននោះនៅលើគម្រោងមូលដ្ឋានឬ basic plan នេះគឺបានផ្ដល់ឲ្យលោកអ្នកនៅការគ្រប់គ្រងបែបស្ងប់ស្ងាត់មានរចនាសម្ព័ន្ធហើយអត់ប៉ះពាល់ដល់ឯកជនភាពកូនរបស់លោកអ្នកទេអរគុណ